សួស្តីបងប្អូនអរគ្នាបាទមានបញ្ហាពិបាកក្នុងការផ្ទេរប្រាក់បាទពីក្រៅប្រទេសចូលមកស្រុកខ្មែរក៏ដូចជាទៅប្រទេសផ្សេងៗអញ្ចឹងទីតាំងដែលបងប្អូនរស់នៅបងប្អូនបាទទៅរកបាទកន្លែងណាដែលគេមានបម្រើសេវាកម្មបើកទីតាំងបើកកម្មវិធីទាំង3នេះបាទចំពោះបាទក្នុង ABA គឺវា support ទៅលើកម្មវិធីទាំង3នេះឯងបងប្អូនដូចជាបាទ Swedbank ហើយ RIA ជាមួយនឹង MoneyGram បាទហើយបើសិនជា ABA ឬក៏ធនាគារអ្នកប្រើកងធនាគារ Exida គឺវា support ជាមួយនឹង Western បងប្អូនប៉ុន្តែបើ ABA គឺ support ជាមួយនឹងកម្មវិធីតែ3នេះទេហើយបងប្អូនអរគ្នាមិនចាំបាច់ព្រួយបារម្ភទេបងប្អូនគ្រាន់តែបាទយកលុយចូលទៅបាទធនាគារដែលគេ support ជាមួយនឹង Visa Card ដូចជា Master Card បាទធម្មតា bank នីមួយៗនៅក្រៅប្រទេសគឺបាទកិច្ចបំផុតទេគឺគេបាទមានជាមួយនឹងជា Master Card ក៏ដូចជា Visa Card អញ្ចឹងគេមានកម្មវិធីផ្ទេរប្រាក់ចេញទៅក្រៅប្រទេសដូច្នេះបងប្អូនរស់នៅបាទប្រទេសដែលបងប្អូនកំពុងតែធ្វើការហើយបាទចង់ផ្ទេរប្រាក់បាទចូលមកបាទក្នុងស្រុកបាទដល់ជូនក្រុមគ្រួសារក៏ដូចជាបងប្អូនសាច់ញាតិចឹងបងប្អូនបាទអត់ពិបាកឆ្ងល់ទេបងប្អូនទៅចូលទៅធនាគារធំៗទៅបងប្អូនផ្ញើបើសិនជាមានកម្មវិធីទាំង3ហ្នឹងបងប្អូនដាក់ចូលទៅតែសំខាន់ខាងធនាគារគេត្រូវការឯកសារពីបងប្អូនបញ្ជាក់ច្បាស់លាស់ព្រោះថាផ្ញើលុយពីក្រៅប្រទេសមួយគឺគេតែងតែបាទត្រួតពិនិត្យល្អិតល្អន់ហើយព្រោះថាលុយដឹងថាលុយខុសច្បាប់ឬក៏លុយត្រូវច្បាប់អីចឹងណាមុននឹងគេដាក់ឲ្យយើងហើយគេសួរយើងល្អិតល្អន់មែនទែនមុននឹងគេតម្លាក់ហើយផ្ញើមកឲ្យខាងណាត្រូវជាអីចឹងវាពិតជាគេសួរលម្អិតល្អន់ហើយមុននឹងគេធ្លាក់យើងចាស់ហ្នឹងវាជាចំណុចមួយប៉ុន្តែសំខាន់គឺត្រូវចាំថា3កម្មវិធីហ្នឹងគឺបាទដាក់ផ្ញើមកបានហើយទទួលបានលេខកូដ11ខ្ទង់យើងផ្ញើមកឲ្យបងប្អូនយើងដែលនៅក្នុងបាទប្រទេសក្នុងស្រុកហ្នឹងឲ្យគាត់ទៅបើសិនជាគាត់បាទអត់ចង់បាទនៅទីជំជន់បើគាត់មាន app ខ្លួនឯងក៏គាត់ទាញយកចូលខ្លួនឯងតែម្ដងបាទទាញចូលនៅក្នុងកងរបស់គាត់តែម្ដងគឺងាយដូចឲ្យខ្ញុំធ្វើវីដេអូ2ដងហើយបញ្យល់ប្រាប់ពីរបៀបបាទទទួលលុយពីក្រៅប្រទេសហ្នឹងគឺមានវីដេអូនៅក្នុង YouTube របស់ខ្ញុំបាទព្រោះអញ្ចឹងបងប្អូនអត់បាទឆ្ងល់ទេថាផ្ញើលុយពីក្រៅប្រទេសតាមណាបានពួកគាត់ពិបាកផ្ញើអញ្ចឹងងាយទេហើយសេវាគឺទៅតាមនឹងដែរខ្ញុំក៏ច្បាស់ថាគេកាត់មិនទេខាងពីអ្នកផ្ញើប៉ុន្តែបើផ្ញើជាមួយកម្មវិធីទាំង3ហ្នឹងគឺលឿនងាយមែនទែនអត់ពិបាកចាំយូរទេបើសិនជាផ្ទេរចូលធនាគារអីផ្ទាល់ហ្នឹងវាចាំរយៈពេលដូចជា3ថ្ងៃដែរអញ្ចឹងបើសិនជាកន្លែងបងប្អូនរស់នៅបាទពិបាកក្នុងការរកកន្លែងផ្ញើប្រាក់បាទបងប្អូនទៅកម្មវិធីទាំង3ហ្នឹងទៅគឺមាន Swedbank ចុងក្រោយគឺខាងខ្ញុំបានមានទទួលបាទបងប្អូនដែលចង់ដកប្រាក់ឬក៏ដាក់ប្រាក់ផ្សេងបាទនៅក្នុងស្រុកដូចជាក្រៅស្រុកបងប្អូនបាទសេវាកម្មគឺខ្ញុំគិតទៅតាមហ្នឹងគឺខ្ញុំមានទទួលហើយព្រោះថាបងប្អូនខ្លះគាត់ពិបាកទៅរវិញទៅរកអីឆ្ងាយអញ្ចឹងខ្ញុំមានសេវាកម្មទទួលបំញាប្រាក់ឬក៏ទទួលដកប្រាក់តាម ABA ដែរអញ្ចឹងបងប្អូនណាគាត់អត់តន់មានapp FA គាត់ចង់មកដកជាមួយខ្ញុំដកយកលុយឬក៏ណាបងប្អូនអាចមកបានខ្ញុំទទួលបាទអញ្ចឹងអរគុណបាទ